បាទស្ដីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះដែរខ្ញុំបង្ហាញអ្នកនរគ្នាពីរបៀប record screen ក៏ដូចជា screenshot លើកុំព្យូទ័រដោយមិនប្រើកម្មវិធីជំនួយអញ្ចឹងយើងគ្រាន់តែចុចទៅលើ keyboard តែមួយអញ្ចឹងkeyboard មួយហ្នឹងដែរមានឈ្មោះថា print screen អញ្ចឹងទីខ្ញុំបង្ហាញអ្នកនរគ្នាអូខេអញ្ចឹងយើងចុចលើ print screen ហ្នឹងមក key ហ្នឹងតមកយើងក្លែកទៅមើលក្នុង monitor យើងឃើញទាំងពណ៌សមានកាមេរ៉ាមានកាមេរ៉ាសម្រាប់ record វីដេអូយើងយកម៉ៅសញ្ញាបូកយើងមកអូសតាមទីតាំងដែលយើងចង់ record ឬក៏ចង់ screenshot ហើយចំពោះរូប screenshot យើងអាច edit វាមុនសម្រាប់មុននឹង save ហើយយើងគូរចំណាំគូរបានអញ្ចឹងយើង save ធម្មតាដាក់នៅក្នុងទីតាំងដែលយើងចង់ដាក់ drive D drive C ឬក៏ desktop អីចឹងទៅអូខេអញ្ចឹងបន្តមកទៀតពីរបៀប record វីដេអូវិញចំពោះការ record វីដេអូក៏ដូចគ្នាដែរយើងចុចលើ key នឹងដូចគ្នាហើយយើងយកម៉ៅអូសទីតាំងដែលយើងចង់ record អញ្ចឹងវាលោតផ្ទាំងមកចេញមក start អញ្ចឹងយើងចុចលើហ្នឹងទៅជាវីដេអូយើងនឹងចាប់ផ្ដើម record ហើយនៅក្នុង monitor វាដាក់3 2 1តែដោយសារតែខ្ញុំ record នេះវាអត់ឲ្យឃើញអូខេយើងសាកចូលចេញចូលតាមកម្មវិធីផ្សេងៗជាមួយវាជាប់អត់ណាអូខេឥឡូវខ្ញុំ stop record នៅចំណុចដែលខ្ញុំដាក់ម៉ៅនេះគឺវាមានផ្ទាំងនៅវាសម្រាប់ stop record តែដោយសារខ្ញុំ record ជាក់ស្ដែងវាអត់ជាប់នេះជាវីដេអូដែលយើង record មុនហ្នឹងយើង play វាមកនេះកម្មវិធីយើងចេញចូលមុនហ្នឹងអញ្ចឹងឃើញថា quality វាគឺទទួលយកបានច្បាស់ប្រហែលនឹង monitor យើងដែរគ្រាន់តែវាទៀបជាងបន្តិចអូខេចេញពីហ្នឹងមកចំពោះការ save គឺយើងចុចកន្លែងផ្ទាំង save ហ្នឹងធម្មតាមកអញ្ចឹងយើងបានវីដេអូហ្នឹងមួយសម្រាប់យើងប្រើប្រាស់សម្រាប់វីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើន